ញ៉ាំដូងធ្វើឲ្យរដូវមកល្អឬក៏បាត់ឈឺចាប់ពេលមករដូវប៉ុន្តែមានបងប្អូនស្រីមួយចំនួនទៀតគាត់មានបទពិសោធន៍ខុសគ្នាពេលដែលគាត់ញ៉ាំដូង5នាទីភ្លាមគឺកាំងរដូវនឹងភ្លាមៗតែម្ដង ពំនាំសំណួរមកល្អច្បាស់ច្បាស់ញ៉ាំទៅមានញ៉ាំទៅបាត់ការឈឺចាប់ហើយមករដូវច្រើនចាហើយមួយទៀតញ៉ាំទៅសម្រាប់5នាទីបាត់ឈឹងតែម្ដងហើយអ្នកខ្លះញ៉ាំទៅបែរជាឈឺរដូវឈឺចាប់ពេលមករដូវហ្នឹងលើដើមអញ្ចឹងហ៎អូខេអញ្ចឹងសូមបកស្រាយបងប្អូនអរគ្នាណាកុំតន់ឆ្លោះគ្នាស្ដាប់សិនចាតាក់ទងជាមួយនឹងដូងចាវាមានទំនាក់ទំនងច្រើនទៅលើប្រព័ន្ធរាងកាយទាំងមូលរបស់រាងកាយយើងតែម្ដងចាដោយឡែកឥឡូវនេះយើងកំពុងតែនិយាយទៅលើប្រព័ន្ធបន្តពូជដែលមានស្បូនចាមានសន្ទាប់រដូវមានដៃស្បូនមានទ្វាមាសមានអីហ្នឹងណាចាអញ្ចឹងហេតុអីបានជាបងប្អូនខ្លះគាត់ញ៉ាំទៅស្រួលខ្លួនបាត់ការឈឺចាប់រដូវគាត់មកល្អចាមានកម្លាំងមានអីអញ្ចឹងទៅតែបងប្អូនខ្លះទៀតស្រាប់តែញ៉ាំទៅអរដូវឈឺចាប់ជាងមុនឬក៏ញ៉ាំទៅវាទៅជាសុខភាពគាត់ហ្នឹងលហិតលហៃជាងមុនអីចឹងចាអញ្ចឹងចង់នាំបងប្អូនមកយល់អំពីដូងវិញចាដូងគឺជាគេហៅថាផ្លែឈើមួយប្រភេទចាដែលវាជួយបានច្រើនមែនទែនទៅលើប្រព័ន្ធរាងកាយរបស់យើងហើយនៅក្នុងដូងវាមានសារធាតុសំខាន់ដែលគេហៅថាប្រភេទ electrolyte នៅក្នុងនឹងមានម៉ាញ៉េស្យូមមានប៉ូតាស្យូមមានអាមីណូអាស៊ីតចាមានសារធាតុដែលវាជួយផ្ដល់គេហៅថាសារជាតិទឹកហើយក្នុងនឹងក៏មានជាតិស្ករមួយចំនួនផងដែរចាអញ្ចឹងពេលដែលស្ត្រីមករដូវសួរថាដូងហើយនឹងការមករដូវរបស់ស្ត្រីនឹងមានទំនាក់ទំនងគ្នាបែបម៉េចអញ្ចឹងពេលដែលស្ត្រីមករដូវគឺរាងកាយគាត់នឹងបានន័យថាសីតុណ្ហភាពរាងកាយឬគេហៅថាពេលមករដូវរាងកាយគាត់នឹងចុះត្រជាក់ចាហើយភាគច្រើនគាត់គេលើកទឹកចិត្តឲ្យញ៉ាំទឹកក្តៅឬក៏ងូតទឹកក្តៅអីផ្សេងដើម្បីជួយសម្រួលរាងកាយគាត់ឲ្យវាបាន relax ឲ្យវាបានស្រួលខ្លួនអីចឹងណាចាអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនបកត្រឡប់មកវិញថាអញ្ចេះដូងក៏វាមានសារធាតុតិចតួចដែលវាជួយទៅសំយោគអរម៉ូនរបស់ស្ត្រីដែរអញ្ចឹងវាជាចំណុចល្អដែលស្ត្រីគួរតែញ៉ាំដូងដោយសារវាជួយសម្រួលអរម៉ូនឬក៏ធ្វើឲ្យអរម៉ូនភេទអឺស្ត្រូសែនគាត់នឹងគឺល្អប្រសើរអញ្ចឹងបកមកសំណួរហេតុអីអ្នកម្នាក់ញ៉ាំទៅបែបនេះម្នាក់ញ៉ាំទៅបែបនោះអញ្ចឹងវានៅលើលក្ខខណ្ឌសុខភាពម្នាក់ខុសគ្នាចាបកត្រឡប់មកវិញបើសិនជាស្ត្រីគាត់កំពុងតែមានវិបត្តិអរម៉ូនឬក៏វិបត្តិរដូវស្រាប់ផងបែរថាអរម៉ូនគាត់អាសារអាក់រអួលអរម៉ូនគាត់សំទោសរដូវគាត់អាសារអាក់រអួលរដូវគាត់មិនទៀងរដូវគាត់រៀងមកតិចអីអញ្ចឹងស្រាប់ណាចាពេលដែលញ៉ាំទៅហើយខណៈពេលញ៉ាំហ្នឹងប្រហែលជាគាត់ញ៉ាំហ្នឹងខុសពេលវេលាហើយការជ្រើសរើសផ្លែដូងរបស់គាត់ហ្នឹងខុសទៀតអាចថាគាត់ញ៉ាំដូងត្រជាក់ឬក៏គាត់ញ៉ាំពេលយប់ពេលដែលរាងកាយគាត់កំពុងមករដូវហើយអាភាពត្រជាក់ពេលដែលមករដូវនឹងផងអញ្ចឹងវាស្រាប់តែពេលគាត់ញ៉ាំភ្លាមវាដូចទៅជាអាក់ភ្លាមតែម្ដងអញ្ចឹងណាអាហ្នឹងការស្រាវជ្រាវមួយចំនួនគេមើលឃើញអញ្ចឹងដែរហើយជាពិសេសពេលដែលរាងកាយគាត់រៀងចុះខ្សោយចុះត្រជាក់ខ្លាំងហ្នឹងអាសារធាតុប៉ូតាស្យូមនិងម៉ាញ៉េស្យូមដែលមានហ្នឹងចាវាធ្វើឲ្យសាច់ដុំហ្នឹងវាកន្ត្រាក់អញ្ចឹងពេលខ្លះអ្នកខ្លះញ៉ាំទៅគាត់រៀងដូចណែនទ្រូងជាពិសេសពេលគាត់ញ៉ាំអាដូងត្រជាក់ខណៈខ្លួនរាងកាយគាត់ហ្នឹងវាកំពុងតែអត់ស្រួលផងចាអញ្ចឹងបើស្ត្រីណាដែលគាត់ញ៉ាំដូងទៅឈឺចាប់ញ៉ាំដូងទៅរដូវរាំងចាញ៉ាំដូងទៅរដូវយឺតរដូវមកតិចសូមត្រឡប់ទៅមើលសុខភាពអរម៉ូនរបស់គាត់វិញចាអរម៉ូនគាត់មានខុសប្រក្រតីអរម៉ូនគាត់ខ្សោយអត់ចាព្រោះអាហ្នឹងវាអាចទៅអញ្ចឹងដែរដោយដែលអ្នកគ្រូលើកឡើងអញ្ចឹងណាហើយមួយទៀតករណីដែលគាត់ញ៉ាំដូងហ្នឹងគឺដូងវាត្រជាក់ខ្លាំងពេកចាហើយនឹងគាត់អាចនឹងញ៉ាំពេលយប់អញ្ចឹងជាដំណោះស្រាយអានេះ case by case វាអត់មានការសិក្សាណាមួយគេបញ្ជាក់ច្បាស់ហើយណាតែខ្ញុំឃើញសំណួរបងប្អូនដែលផ្ទុះខ្ញុំបានស្រាវជ្រាវបន្ថែមអញ្ចឹងការស្រាវជ្រាវវាឆ្លើយតបមកថាដូងវាពិតជាជួយវាពិតជាល្អសម្រាប់សុខភាពស្ត្រីវាជួយសំយោគអរម៉ូនរបស់ស្ត្រីវាជួយសម្រួលការមករដូវវាជួយបំបត្តិការឈឺចាប់នឹងគឺមានច្រើនមែនតែករណីសុខភាពគាត់ឆ្លើយតបបែបហ្នឹងសូមឲ្យគាត់ត្រឡប់ទៅញ៉ាំដូងនឹងដដែលតែកុំញ៉ាំដូងត្រជាក់បានន័យថាញ៉ាំដូងធម្មតាចាហើយបើល្អមួយទៀតណាបងប្អូនចានេះគឺលឹះល្អមែនតើដែលខ្ញុំគិតថាខ្ញុំអត់តន់ចង់ចែកម្លែងចង់លាក់ទុកចាខ្ញុំទុកឲ្យបងប្អូនទៅជួបនៅក្នុងហាងតាដូងរបស់ខ្ញុំគឺបងប្អូនអាចយកទឹកដូងរបស់យើងហ្នឹងណាចាហើយអាហ្នឹងគឺល្អខ្លាំងវាជួយតាំងពីប្រូតេអ៊ីនវាជួយតាំងវីតាមីនវាជួយទាំងជាតិរ៉ែវាជួយទាំងជាតិទឹកវាជួយទាំងធម្មពលសង្ឃថាលើសពីបងប្អូនទៅដាក់សរោមទៀតចាគឺបានផលភ្លាមហ្មងchứបងប្អូនកាប់ដូងហើយយកទៅដាក់
cầm đau và này thằng đậm á nè chà dương đặt năng dương ở đau tới rồi thấy đặt tật đồn trốn chặt tật đồn trốn chà ở vì hiện đau cô tích bóng ôn cua của món sài mà cô trốn đặt không nâng tới hay cô bây giờ bài từ hay bóng ôn nhằm từ anh nâng hết là chui ban trời việc việc chui sủng rùa riêng cai với đó cùng lăng với đó protein tranh bị à bông mòn nó không chui sau có phép hay bẩm bắt chủng ngư tiền hay cái rau khơi thá vì chui bẩm bắt cao sẽ ca prai pruol cao tới chìm Harry ban tiệt phổ bông mòn nó bị chui ban trốn mình tên chà hay chui riêng cai chui khỏa chiêm chui oi men như vây sòng khăn cứ chui cùng lăng bên này để quạt oi cùng lăng món á chui bàn chẳng bao bồn ai bắt đồ chẳng từ vây tứ bởi từ chẹt cùng nhắm chà hơi cùng nhắm về dốt hay ai bắt đồ mò hiểu nhắm thôi mà đá rồi còn nhắm đau đôi chia là bỏ thằng bay là nhân từ chạy lại bảo nó nên nó ngày nào Dạ.